กิจกรรมนี้การเชิญពីភ្លើងប្រច័ណ្ឌដោយគិតកោបានចាក់សម្រាប់ជនរងគ្រោះនៅក្នុងឡានបន្ទាប់មកបានកាត់ផ្ដាច់បំពង់ករបស់នាងហើយបានថតរូបភាពសាកសមបង្ហោះចូលទៅក្នុងបណ្ដាញសង្គមត្រៀមខ្លួនហើយនៅសូមស្វាគមន៍ទាំងអស់គ្នាមកកាន់កម្មវិធីនីតិរឿងពិតពីយន្តការ Devi កើតនៅក្នុងឆ្នាំ2001ក្នុងទីក្រុងញូវយ៉កនាងគឺជាក្មេងស្រីរស់រាយស្រស់ស្អាតនិងចូលចិត្តជួយអ្នកដទៃប៉ុន្តែស្ថានភាពគ្រួសាររបស់នាងមិនសូវល្អទេដោយសារតែឪពុកឈ្មោះថាម៉ៃតែងតែប្រើអំពើហិង្សាដាក់គ្រួសារក្រោយមកគាត់ក៏ត្រូវបានប៉ូលីសចាប់ខ្លួនប៉ុន្តែរូបភាពទាំងអស់នោះបានប៉ះពាល់ផ្លូវចិត្តពីយន្តការយ៉ាងខ្លាំងរហូតបណ្ដាលឲ្យនាងធំឡើងកើតជំងឺថប់អារម្មណ៍និង depression នាងពិបាកនៅក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដូច្នេះហើយម្ដាយរបស់នាងបានអនុញ្ញាតឲ្យនាងរៀននៅផ្ទះតាមអនឡាញការរៀននៅផ្ទះបែបនេះធ្វើឲ្យនាងមានពេលទំនេរច្រើនជាងមុននាងបានចំណាយពេលវេលាកាន់តែច្រើននៅលើអ៊ីនធឺណិតពីយន្តការចូលចិត្តលេង Instagram, Discord, Anime, Minecraft ហើយនិង Cosplay នាងមាន fan តាមដានប្រហែលជា 6000 នាក់ក្នុងនោះមានបរិមម្នាក់ឈ្មោះថា Predon តែងតែឆាតញ៉ែនាងរាល់ថ្ងៃហើយក្រោយមកម្នាក់នេះហើយបានក្លាយទៅជាគិតកោសម្រាប់នាងគិតកោម្នាក់នេះមានឈ្មោះពេញថា Predon Andrew Clark មានអាយុ21ឆ្នាំកំឡុងពេលនោះពីយន្តការមានអាយុទើបតែ17ឆ្នាំប៉ុណ្ណោះក្នុងខែមេសាឆ្នាំ2019 Predon បានឆាតមកលេងពីយន្តការតាម Instagram ដំបូងឡើយ Predon ធ្វើខ្លួនដូចជាមិត្តល្អម្នាក់គាត់តែងតែផ្ញើសារទៅសួរសុខទុក្ខក្រើនរំលឹកឲ្យនាងខំរៀនសូត្រនិយាយ Good morning នៅពេលព្រឹកនិងនិយាយ Good night នៅពេលយប់ជាដើមធ្វើឲ្យពីយន្តការមានអារម្មណ៍ថាកក់ក្ដៅដូចមានមិត្តយល់ចិត្តម្នាក់អញ្ចឹងទោះបីជានាងដឹងថា Predon លួចស្រឡាញ់នាងក៏ដោយតែចិត្តនាងគិតគាត់ត្រឹមតែជាបងប្រុសម្នាក់ប៉ុណ្ណោះនាងថែមទាំងបានប្រាប់ Predon តាំងពីដំបូងម្ល៉េះថានាងមិនចង់មានទំនាក់ទំនងស្នេហាជាមួយគាត់ទេនាងចង់ផ្ដោតលើការសិក្សានិងអនាគតរបស់នាងសិនប៉ុន្តែ Predon មិនបានគិតថាទំនាក់ទំនងរវាងគាត់និង Beyond ការត្រឹមតែជាមិត្តនោះទេគាត់បានដើរប្រាប់មនុស្សជុំវិញខ្លួនថា Beyond ការគឺជាសង្សាររបស់គាត់មានពេលមួយ Beyond ការបាននិយាយត្អូញត្អែប្រាប់មិត្តភ័ក្តិរបស់នាងនៅឯសាលារៀនថាពេលខ្លះ Predon នេះគួរឲ្យខ្លាចណាស់គាត់ obsess ខ្លាំងមែនទែនមកលើនាងប៉ុន្តែមនុស្សជុំវិញខ្លួនបានគិតថាមិនយូរទេនៅពេលដែលគាត់ព្យាយាមសុំស្នេហ៍ហើយមិនបានសម្រេច Predon ប្រហែលជានឹងបោះបង់ប៉ុន្តែពួកគេគិតខុសហើយ Predon មិនមែនដូចបរិសុទ្ធទូទៅទេបើគាត់មិនបានអ្នកផ្សេងក៏មិនអាចបានដែរហើយមិនយូរប៉ុន្មានថ្ងៃអកុសលក៏បានមកដល់នៅថ្ងៃទី13ខែកក្កដាឆ្នាំ2019 Beyond ការចង់ទៅមើល concert ពេលនោះ Predon បានស្ម័គ្រចិត្តធ្វើជាអ្នកបើករថយន្តជូននាងទៅមើលមុនពេលចេញពីផ្ទះ Beyond ការបានអោបម្ដាយហើយនិយាយពាក្យថា I love you ម្ដាយរបស់នាងក៏បានផ្ដាំថាសូមប្រយ័ត្នប្រយែងផងកូនពេលនោះគាត់បានញញឹមជូនដំណើរកូនស្រីតែគាត់មិនដឹងទេថានោះគឺជាវិនាទីចុងក្រោយហើយដែលគាត់បានឃើញកូនស្រីនៅមានជីវិតនៅទីតាំងប្រគំតន្ត្រី Beyond ការបានជួបបរិមម្នាក់ឈ្មោះថា Alex ដែលនាងធ្លាប់ស្គាល់គ្នាតាមរយៈ Discord ដោយសារតែមានចិត្តលើគ្នាតាំងពីជជែកតាមឆាតអ្នកទាំងពីរក៏បានរត់អោបគ្នាហើយក៏បានថើបគ្នាផងដែរ Predon ឃើញបែបនេះក្នុងចិត្តក្តៅដូចបាយពុះលុះពេលកម្មវិធីប្រគំតន្ត្រីចប់នៅតាមដងផ្លូវត្រឡប់មកផ្ទះវិញ Predon បាននិយាយតាំងកំហឹងដាក់ Beyond ការគាត់ថាគាត់ទទួលយកមិនបានទេនៅពេលដែល Beyond ការថើបប្រុសផ្សេងនៅពីមុខគាត់ Beyond ការធ្វើបែបនេះដូចចាក់គាត់មួយកំបិតអញ្ចឹងប៉ុន្តែនាងបានក្រើនរំលឹកគាត់ថាពួកយើងមិនមែនជាសង្សារឯណាខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំមិនដែលស្រឡាញ់ Predon ឯងទេតាំងពីដើមមកខ្ញុំទុកអ្នកដូចជាបងប្រុសល្អម្នាក់ប៉ុណ្ណោះឬបែបនោះធ្វើឲ្យ Predon ទុកកំហឹងលេងបានគាត់បានយកកំបិតពីក្រោមពុកឡានហើយចាក់ Beyond ការជាច្រើនកំបិតបន្ទាប់មកក៏កាត់ផ្ដាច់បំពង់កនាងសម្រាប់ចោលតែម្ដងក្រោយពីសម្រាប់ Beyond ការរួច Predon មិនបានព្យាយាមលាក់បាំងរឿងនេះទេនៅម៉ោងប្រហែលជា6ព្រឹកមានរូបភាពមួយសន្លឹកបានបង្ហោះចូលទៅក្នុង Discord server របស់ Beyond ការនោះគឺជារូបភាពសាកសពរបស់នាងដោយគេបានសរសេរថាករបស់ខ្ញុំឈឺណាស់មិត្តភ័ក្តិរបស់ Beyond ការដំបូងគិតថាវាគ្រាន់តែជាការប្រេងលេងប៉ុណ្ណោះព្រោះ Beyond ការចូលចិត្ត make up ប្លែកៗបែបហ្នឹងប៉ុន្តែ account របស់ Predon បានចូលមកឆ្លើយតបខមមិនថានេះគឺជារូបភាពពិតខ្ញុំបានសម្លាប់នាងនៅក្នុងឡានរបស់ខ្ញុំភ្លាមPredon បានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតនិងបានរៀបរាប់ទាំងសោកស្ដាយចំពោះអ្វីដែលគាត់បានធ្វើដាក់លើ Beyond ការបន្ទាប់មកនៅម៉ោងប្រហែលជា 7:30 នាទីព្រឹកគាត់បានតាក់ទងទៅ 911 រាយការណ៍ថាគាត់បានជ្រោះដៃចាក់សម្លាប់ Beyond ការស្លាប់បាត់ហើយ My name is Brandon. The victim is Bianca Michelle Devins. ក្រោយពីបិទទូរស័ព្ទគាត់ក៏ព្យាយាមកសម្រាប់ខ្លួនឯងតាមក្រោយផងដែរនៅពេលក្រុមប៉ូលីសធ្វើដំណើរទៅដល់ពួកគេបានឃើញ Predon ដេកស្ដុកស្ដឹងនៅក្បែររថយន្តមានឈាមហូរស្រោចពេញខ្លួនប៉ុន្តែ Predon មិនទាន់ផុតដង្ហើមនៅឡើយទេក្រុមសង្គ្រោះអាចជួយសង្គ្រោះជីវិតរបស់ Predon បានប៉ុន្តែគួរឲ្យស្ដាយសម្រាប់ Beyond ការគាត់គ្មានឱកាសទេនាងបានដាច់ដង្ហើមស្លាប់តាំងពីយប់ម្ល៉េះ Predon ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនដំបូងគាត់បានបដិសេធគាត់បានអះអាងថាពេល
នោះគាត់ដូចខ្មោចចូលអញ្ចឹងគាត់មិនចាំថាមានរឿងអ្វីកើតឡើងខ្លះទេប៉ុន្តែប៉ូលីសបានរកឃើញភស្តុតាងនៅក្នុងកុំព្យូទ័ររបស់ Braden គេបានសើចរកព័ត៌មានអំពីរបៀបធ្វើឲ្យមនុស្សសន្លប់និងរបៀបសម្លាប់មនុស្សភស្តុតាងទាំងអស់នេះអាចបញ្ជាក់បានថាអ្វីដែលបានកើតឡើងមិនមែនជាសកម្មភាពដែលកើតឡើងដោយចៃដន្យទេដូច្នេះហើយចុងក្រោយគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតប៉ុន្តែសម្រាប់គ្រួសាររបស់ Bianca ការកាត់ទោស Braden មិនមែនមានន័យថាចប់រឿងនោះទេព្រោះបន្ទាប់ពី Bianca ស្លាប់រូបភាពនៃសាកសពរបស់នាងត្រូវបានចែករំលែកនៅលើអ៊ីនធឺណិតមនុស្សមួយចំនួនថែមទាំងយករូបភាពនោះទៅផុសឲ្យ take ឲ្យសមាជិកគ្រួសាររបស់ Bianca ទៀតផងក្រុមគ្រួសាររបស់នាងត្រូវរស់នៅជាមួយការឈឺចាប់ពីការបាត់បង់កូនស្រីហើយក្នុងពេលដំណើរគ្នាក៏ត្រូវឃើញរូបភាពដ៏គួរឲ្យរន្ធត់របស់នាងចែករំលែកម្ដងហើយម្ដងទៀតមិត្តភ័ក្តិនិងសមាជិកគ្រួសារខ្លះបាននិយាយថារូបភាពទាំងអស់នោះធ្វើឲ្យពួកគេរងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនិងធ្វើឲ្យពួកគេមានរោគសញ្ញាកើត PTSD រឿងនេះធ្វើឲ្យពួកគេបន្តឈឺចាប់រហូតមកដល់ពេលបច្ចុប្បន្នករណីរបស់ Bianca បានបង្ហាញយើងថាមនុស្សដែលមើលទៅចិត្តល្អនៅក្នុងបណ្ដាញសង្គមមិនមែនមានន័យថាពួកគេមានចេតនាល្អរហូតទេម្យ៉ាងទៀតបើសិនជាមាននរណាម្នាក់ obsess ខ្លាំងជាមួយអ្នកគួរតែប្រយ័ត្នខ្លួនហើយនៅឲ្យឆ្ងាយពីគេបន្តិចទៅមេរៀនមួយទៀតដែលសំខាន់ខ្លាំងដែរគឺសូមកុំចែករំលែករូបភាពសាកសពឬក៏អំពើហិង្សារបស់ជនរងគ្រោះសម្រាប់អ្នកដែលចែករំលែកនេះគ្រាន់តែជារូបភាពធម្មតាមួយប៉ុន្តែសម្រាប់ក្រុមគ្រួសារជនរងគ្រោះវិញនេះគឺជារូបភាពមនុស្សដែលពួកគេស្រឡាញ់ហើយរាល់ពេលដែលរូបភាពនោះត្រូវបានចែករំលែកម្ដងហើយម្ដងទៀតវាដូចជាការចាក់ចំរបួសចាស់របស់ពួកគេម្ដងហើយម្ដងទៀតអញ្ចឹងវីដេអូចប់មែនប៉ុន្តែអ្នកនរគ្នាអត់ទាន់រួចខ្លួនទេបើបានមើលវីដេអូនេះហើយកុំភ្លេចជួយ follow page ថ្មីផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ